នេះគឺជារូបព្រះនារាយណ៍ផ្ទុំលើពស់អានន្ទរូបនេះកសាងឡើងនៅអំឡុងសតវត្សទី11ជាប្រភេទរចនាបថបាពួនរូបនេះដែរគឺជារូបដែលធ្វើពីសំរឹទ្ធធំជាងគេនៅអាស៊ីអាគ្នេយ៍នេះបើតាមអ្នកជំនាញធ្វើការប៉ាន់ស្មានថារូបនេះគឺមានទំហំរហូតដល់ទៅ6ម៉ែត្រឯណោះចំពោះចម្លាក់បែបនេះគេហៅថាជាប្រភេទចម្លាក់ស្មិតរូបនេះរកឃើញនៅឆ្នាំ1936នៅតំបន់អង្គរដំណើរដើមទងនៃការរកឃើញរូបព្រះនារាយណ៍នេះគឺមានកសិករម្នាក់នៅតំបន់អង្គរបានយល់សប្តិឃើញថាមានព្រះពុទ្ធអង្គបានមកប្រាប់ឲ្យគាត់ទៅជីកយករូបរបស់ព្រះអង្គចេញពីក្នុងដីបន្ទាប់មកកសិករម្នាក់នោះក៏បាននាំដំណឹងនេះទៅប្រាប់អ្នកអភិរក្សជនជាតិបារាំងឈ្មោះ Murigle ហើយក៏នាំផ្លូវទៅជីកយកតាមការយល់សប្តិនោះលុះជីកទៅគេមិនបានប្រទះឃើញព្រះពុទ្ធរូបវ័យនោះទេតែបែរជាឃើញរូបព្រះនារាយណ៍ដ៏ធំនេះទៅវិញឥឡូវយើងចូលដល់សិលាចារឹកខ្មែរសម័យមុនអង្គរទាំងនេះគឺតែជាទ្រង់ទ្រាយអក្សរខ្មែរនៅសម័យមុនអង្គរសិលាចារឹកនេះគឺជាបំណែកទ្វារមួយកំណាត់ដែលមានចារឹកជាភាសាខ្មែរសម័យមុនអង្គរចំនួន21បន្ទាត់ត្រូវបានរកឃើញដោយលោក Adema Leclerc នៅក្នុងឆ្នាំ1891អ្នកជំនាញបានធ្វើការសិក្សាបកប្រែសិលាចារឹកនេះដែលមានសេចក្តីថាផ្នែកដំបូងគឺជាបញ្ជីរាយនាមឈ្មោះខ្ញុំបម្រើទាំងឡាយរីឯខ្លឹមសារបន្តបន្ទាប់ទៀតនោះគឺនិយាយពីដង្វាយដែលលោកម្ចាស់មួយវិជាគេថ្វាយទៅដល់ទេពព្រះនាមព្រះកុម្មុដែងអមរេសូដែលដង្វាយទាំងនោះមានដូចជាខ្ញុំបម្រើសត្វពាហនៈនិងអង្គរដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ជាប្រចាំនៅប្រាសាទនេះសេចក្តីបញ្ចប់នៃការរៀបរាប់ពីដង្វាយនេះគឺជាឃ្លាបណ្ដាសាក្នុងគោលបំណងសូមឲ្យថែរក្សាការពារដល់ទ្រព្យសម្បត្តិដែលជាដង្វាយទាំងនេះនៅបន្ទាត់ទី4នៃសិលាចារឹកបានរំលេចឲ្យឃើញពីគំនូរសញ្ញាតាំងឲ្យលេខ0ដំបូងគេអ្នកស្រាវជ្រាវខ្លះយល់ថាជាឆ្នាំ605នៃមហាសករាជឯខ្លះទៀតយល់ថាជាឆ្នាំ604នៃមហាសករាជដែលវាត្រូវនឹងឆ្នាំ682ឬឆ្នាំ683នៃគ្រិស្តសករាជសិលាចារឹកដែលមានលេខ0ដំបូងគេនេះក៏ត្រូវបានគេប្រទះឃើញថាមាននៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីដូចខ្មែរយើងដែរចូលមកដល់ថែវទី2នេះគឺជាទីកន្លែងដែលដាក់តាំងវត្ថុបុរាណធំៗហើយមានភាពប្រណិតស្អាតខ្លាំងដែលជាវត្ថុបុរាណសល់ពីសម័យមុនអង្គរពីសតវត្សទី6ដល់សតវត្សទី9នេះគឺជារូបព្រះនារាយណ៍ឈរធ្វើអំពីថ្មភក់រូបចម្លាក់នេះគឺយកមកពីខេត្តស្ទឹងត្រែងជាប្រភេទចម្លាក់នៅសម័យមុនអង្គរស្ថិតក្នុងរចនាបថសម្បូរព្រៃគុកនៅសតវត្សទី7ក្រឡេកទៅមើលរូបចម្លាក់ដែលនៅជិតនេះវិញគឺជារូបចម្លាក់ព្រះពុទ្ធដែលពិតជាប្លែកភ្នែកមែនទែនដែលរូបនេះគឺថាឈរកាច់រៀងហើយរូបនេះដែរធ្វើពីថ្មភក់នៅសម័យមុនអង្គរស្ថិតក្នុងរចនាបថភ្នំដានៅសតវត្សទី6នេះគឺជារូបព្រះក្រឹស្នាទ្រភ្នំគោវរធនរូបចម្លាក់នេះដែរគឺធ្វើអំពីថ្មភក់យកមកពីវត្តកោះខេត្តតាកែវរូបនេះជាប្រភេទចម្លាក់នៅសម័យមុនអង្គរស្ថិតក្នុងរចនាបថភ្នំដានៅសតវត្សទី6គឺជារូបព្រះនារាយណ៍រកឃើញនៅភ្នំដាស្រុកអង្គរបូរីខេត្តតាកែវហើយរចនាបថនេះគឺជារចនាបថភ្នំដាហើយបានកសាងឡើងនៅមុនសម័យអង្គរនៅសតវត្សទី6ដោយដែលបានមើលឃើញអញ្ចឹងថារូបចម្លាក់ព្រះនារាយណ៍នេះត្រង់ជើងរបស់ព្រះអង្គគឺត្រូវបានដាច់បាត់ទៅហើយជើងដែលបានផ្សារភ្ជាប់គ្នាថ្មីនេះគឺពណ៌សហើយចំពោះដៃក៏ដាច់អស់ខ្លះដែរគួយបានមួយទឹកឥឡូវតឹងណាកើតឲ្យដោយសារនៅក្រៅភ្លៀងនៅក្រៅនោះភ្លៀងឥឡូវគួយនៅនេះសិននេះជារូបព្រះព្រំធ្វើអំពីថ្មភក់យកមកពីសម្បូរព្រៃគុកប្រាសាទ N22 ស្រុកប្រាសាទសម្បូរកំពង់ធំជាប្រភេទរូបចម្លាក់នៅសម័យមុនអង្គរស្ថិតក្នុងរចនាបថសម្បូរព្រៃគុកនៅសតវត្សទី7នេះគឺជារូបព្រះគណេសដែលជាទេវៈខាងផ្នែកព្រហ្មញ្ញសាសនាយកមកពីឃុំគោកត្រប់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលជាប្រភេទរចនាបថសម្បូរព្រៃគុកនៅសតវត្សទី7